ឥឡូវកលេចមើលរដ្ឋាភិបាលហ៊ុនម៉ាណែតវិញតាំងពីសៀមវិយុទ្ធដីជាង40កន្លែងហ្នឹងតើរដ្ឋាភិបាលហ៊ុនម៉ាណែតប្រឹងតវ៉ាទេខ្ញុំត្រូវតែឲ្យបន្ទុកដោយសុចរិតខ្ញុំត្រូវតែឲ្យបន្ទុកដោយសុចរិតហ៊ុនម៉ាណែតរដ្ឋាភិបាលហ៊ុនម៉ាណែតខំប្រឹងតវ៉ាតែវាតវ៉ាមិនទាន់ញាប់មិនទាន់ចាញ់មានន័យថាក្រសួងការបរទេសកម្ពុជារដ្ឋលេខាធិការដ្ឋានព្រំដែនកម្ពុជា JBC RBC Secretariat គឺប្រឹងប្រែងតវ៉ាសំណួរសួរទៀតតើរដ្ឋាភិបាលហ៊ុនម៉ាណែតនឹងស្ងៀមមិនស្ងាត់ទេឬក៏ស្ងាត់មិនស្ងៀមតែវាពិតហើយស្ងៀមក៏ហ៊ុនម៉ាណែតមិនបានស្ងាត់ទេហើយបើស្ងាត់ក៏ហ៊ុនម៉ាណែតមិនបានស្ងៀមទេអានេះខ្ញុំឲ្យបន្ទុកមិនមែនចេះតែដាក់បន្ទុកទេរឿងដែលវាចង់សើចគឺចង់សើចលោកហ៊ុនសែនទេលោកហ៊ុនសែនពេលគាត់កាន់អំណាច6អាណត្តិគាត់ឲ្យអាចច្បាប់អន្តរជាតិគាត់ប្រហើនណាស់គាត់ចាត់ទុកថាច្បាប់អន្តរជាតិគឺជាសម្រាមគាត់អត់ខ្លាចទេពីព្រោះគាត់វាឆ្អឹងរឹងវាមាំដល់ឥឡូវបានគាត់ដឹងថាការដែលបង្ងើយកន្តើយឆ្លើយដាក់ច្បាប់អន្តរជាតិវាធ្វើបាបគាត់ប៉ុណ្ណាហើយសប្ងៃនេះវាធ្វើបាបកូនគាត់ប៉ុណ្ណាតាមកាពិតណាហ៊ុនម៉ាណែតអត់ត្រូវសក់ស្កូវអញ្ចឹងទេត្រូវដឹកនាំប្រទេសបានជោគជ័យប៉ុន្តែតាសែនគាត់ធ្វើបាបកូនគាត់ចង់បណ្ដៅកូនគាត់តែច្បាប់អន្តរជាតិវាមិនអាចទេអាភាពវៃឆ្លាតរបស់គាត់នឹងគឺអាចនឹង navigate ច្បាប់អន្តរជាតិបានទីបំផុតកូនគាត់ត្រូវស្រែកហៅច្បាប់អន្តរជាតិឥឡូវហ្នឹងប្រទេសកម្ពុជាគឺស្រវេស្រវារកច្បាប់អន្តរជាតិស្រវេស្រវារកច្បាប់អន្តរជាតិពីព្រោះបើវាអត់មានច្បាប់អន្តរជាតិទេខ្មែរលងទឹកស្លាប់ក៏ប៉ុន្តែកូនខ្មែរប្រជាជនខ្មែរត្រូវបានហ៊ុនសែនលៀងខួរហេច្បាប់អន្តរជាតិមិនខ្លាំងជាងយើងទេខ្ញុំដឹកនាំប្រទេស40ឆ្នាំខ្ញុំឆ្លាតណាតតប៉ោងខោរឿងដែលខ្ញុំចង់បន្ទោសបន្តិចចុះបន្ទោសត្រង់ថាអ្នកដឹកនាំខ្មែរឲ្យតែរៀងខ្លាំងបន្តិចពើងទ្រូងដល់ពេលគេវាយបាក់ឆ្អឹងខ្នងដើរអោនរហូតអត់ត្រូវធ្វើអញ្ចឹងទេកម្ពុជាត្រូវលឿនកម្ពុជាត្រូវរៀនប្រើប្រាស់ច្បាប់អន្តរជាតិត្រូវខំរៀនប្រើប្រាស់ច្បាប់អន្តរជាតិពីព្រោះបើមិនខំប្រឹងរៀនប្រើច្បាប់អន្តរជាតិទេកម្ពុជាមិនអាចរស់បានទេហើយកុំនិយាយពីរឿងរស់ស្រួលរស់វាមិនស្រួលទេប៉ុន្តែអាចរស់បានត្រង់ហ្នឹងហើយដែលហ៊ុនម៉ាណែតឡើងក្បាលសក់ស្កៅអស់ណាអាហ្នឹងអញ្ចឹងអាហ្នឹងគឺត្រូវហើយបួសយូរទៅស្គាល់ចិត្តព្រះថាអត់មានឋាននរកទេនឹងរឿងបន្ទោសលោកហ៊ុនសែនបន្ទោសតែហ្នឹងបន្ទោសត្រង់ក្អេងក្អាងថាវាច្បាប់អន្តរជាតិហ្នឹងគឺអត់រឿងដែលនាប្រទេសគេអត់ជួយថ្កោលទោសថៃគេអត់យកចិត្តទុកដាក់នឹងថៃឆ្លៀនពៀនកម្ពុជាពីព្រោះគេដឹងថាហ៊ុនសែនល្មើសច្បាប់អន្តរជាតិមិនសូវឲ្យតម្លៃលើច្បាប់អន្តរជាតិទេហ៊ុនសែនយល់ថា very smart អញ្ចឹងទៅគេអត់សូវយកចិត្តទុកដាក់រឿងហ្នឹងទេនេះគឺជាអ្វីដែលកើតឡើងអូខេអញ្ចឹងត្រឡប់មកវិញនៅក្នុងវគ្គនេះថៃមិនអាចឬមិនងាយលុប MOU ឆ្នាំ2000ទេតែថៃអាចលុប MOU ឆ្នាំ2001បើវាលុបវាមិនខាតខ្មែរទេឲ្យតែរដ្ឋាភិបាលខ្មែរប្រឹងប្រែងតវ៉ាលើកដែនសមុទ្រអាហ្នឹង MOU ឆ្នាំ2001 MOU ឆ្នាំ2001បើថៃវាហ៊ានលុបក៏វាមានបញ្ហាលើកោះកុដដែរវាមានបញ្ហាលើកោះកុដព្រោះថៃវាបានកាត់ដែនទឹកប្រហែល 3000 ណាគីឡូម៉ែត្រក្រឡាយកទៅបាត់ហើយ
ba về lúc MOU pi pon mùi viên nâng miền bánh hả lơ đáy tất bay pon km cỡ là anh nâng bằng không ai chạy thử chạy to vào việc bằng không ai chạy to việc mà việc đáy tất bay pon km cỡ là nơi khang cao có trống nơi khang cao có cốtវាជាចំណុចតវ៉ាគ្នាពីព្រោះខ្សែបន្ទាត់មូលដ្ឋាននៃសមុទ្រខ្មែរអាចតវ៉ាវាបានអញ្ចឹងសម្ដីរបស់អនុទិនចានវរៈគុណមិនមែនគម្រាមទៅចេះធ្វើបានទេណាបើវាលុប MOU ឆ្នាំ2001វានឹងមានបញ្ហាលើដែនទឹក 3000 គីឡូម៉ែត្រកន្លះបញ្ហាកោះគុតវាស្រេចតែខួរក្បាលរដ្ឋាភិបាលខ្មែរថាប្រឹងប្រែងប៉ុណ្ណាតាមសេចក្តីសន្និដ្ឋានថាបែបថៃមិនលុប MOU ទាំងពីរហ្នឹងទេបានសេចក្តីថាអនុទិនវាក្រន់តែគម្រាមបានសេចក្តីថាវាត្រង់តែគម្រាមទេមែនវាអង្អាត់ពេកទេមែនវាអង្អាត់ពេកទេអញ្ចឹងយើងមានសំណាញ់មេឃយើងសំណាញ់មេឃទៅណាបាត់សំណាញ់មេឃណាយើងមានសំណាញ់មេឃយើងប៉ុណ្ណាណៃណាជួយហៅរកសំណាញ់មេឃយើងមានសំណាញ់មេឃណាហើយញ៉ៃបងអនុទិនមួយតែតម្លៃទីតែសំណាញ់មេឃសំណាញ់ទឹកអត់បានទេណាមិនមែនសម្រាប់ចាប់ត្រីទេណាសម្រាប់ចាប់អនុទិនចានវិរៈគុណតែតម្លៃទីតែកុងហ្វូអញរៀនពីចិនមកកុងហ្វូណាឃើញទេទូកថ្នោតបងមួយរលួយបាត់អស់តែមិនស្រណោះព្រោះមានសំណាញ់បងទៅទីណាក៏គេមិនហ៊ានបាញ់ពីព្រោះសំណាញ់បាញ់ឯណាបានណាអញ្ចឹងអាហ្នឹងអញ្ចឹងគឺថាស្ដាប់ហ៊ុនសែនណាដាក់ហ៊ុនសែនគាត់នៅខ្លាំងគាត់មានវត្ថុចុងក្រោយគាត់នៅមានវត្ថុចុងក្រោយហើយញ៉ៃបងថ្ងៃយកមកលើណាបងថ្ងៃយកមកលើហ្នឹងហើយញ៉ៃហ្នឹងណាអញ្ចឹងបាទអញ្ចឹងឥឡូវឆ្លើយឆ្លងបាត់ពីសិនលោកតាពិតជាសំណាងដែលបានរស់នៅក្រៅស្រុកអត់សំណាងទេកូនអើយពិតជាអភ័ព្វណាស់សង្ថ្ងៃនេះក្រីក្ររស់នៅបន្ទប់1ម៉ែត្រ4ជ្រុងដេកក៏ជាមួយឆ្កែនិយាយក៏ជាមួយឆ្កែនៅក៏ជាមួយឆ្កែកិត្តិយសថោកទាបធ្លាក់ខ្លួនថោកទាបរស់នៅជាមនុស្សចាស់ប្រត់គ្មាននាឡិកាពាក់ថ្លៃគេទេតែទេមើលម៉ោងមិនបានទេសួរឆ្កែវាព្រុសក្រោកបើវាមិនព្រុសទេអត់ក្រោកពីព្រោះអត់មាននាឡិកាអូខេធនសាអូខេឆ្លើយទៅវិញហើយលោកតាការបោះឆ្នោតនៅថៃនិងនៅខ្មែរខុសគ្នាដោយបណ្ដេចខុសតិចតួចប៉ុន្តែឲ្យសេរីនិងយុត្តិធម៌វាអត់មានទេណាកូនណាលើដូចគ្នាអំវិបត្តិហិរញ្ញវត្ថុអាចមានដែរឬទេអាចមានមិនមែនគ្រាន់តែនៅប្រទេសយើងអាស៊ីទេសូម្បីតែអាមេរិកក៏មានដែរអាមេរិកកំពុងតែចម្ពាក់លុយគេច្រើនណាកូនណារដ្ឋាភិបាលសប្ងៃចាយច្រើនតែចេះតែអួតថារកលុយបានអត់ទេចាយសម្បើមចាយសម្បើមអៀងជំរានអូខេណានីចត្រាត្រឹមត្រូវហើយ nothing is perfect ប៉ុន្តែ based on how people feel do they accept the result of election or not អាហ្នឹងគឺជាអញ្ចឹង nothing is perfect ត្រឹមត្រូវហើយចំនួនសែនុធ្លាប់លោកដៃចូលក្នុងនយោបាយថៃដូចចំនួននេះដែរទេធ្លាប់សែនុឆ្លើយណានិយាយឌឺដងស្ដាច់គេខ្វាក់ភ្នែកហើយ
នៅពេលសរិទ្ធានរដ្ឋស្លាប់ឲ្យខ្មែរពាក់ពណ៌ស្វាយអីជាដើមសេនុជាមនុស្សចូលចិត្តកំ pl ែងលេងនឹងគេមិនមែនត្រឹមតែថៃទេសេនុកំ pl ែងចំអកលក់លើយឲ្យងៅដញ្ញៀមហើយចំអកលក់លើយឲ្យចិនទៅទៀតសេនុគាត់កំ pl ែងគាត់សេនុចូលចិត្តលោលេងគេណាប៉ុន្តែសេនុគាត់មានចរិតមួយគាត់មិនមើងងាយគេទេគាត់ទុកក្នុងចិត្តតែគាត់ចេះនិយាយឌឺដងឲ្យគេឌឺដងឲ្យគេរឿងថៃហ្នឹងគាត់ឌឺដងឲ្យគេណានាយករដ្ឋមន្ត្រីគេងាប់គាត់ឲ្យពាក់ពណ៌ស្វាយណាលោកតាតើការលុប MOU 2001នេះប៉ះពាល់និយាយឲ្យនៅកណាMOU ថៃឆ្នាំ2000បើសិនណាជាថៃវាលុបចោលយើងក៏នៅតែមិនអាចងាយអូសវាទៅ ICJ ទេតែវាលុបមិនបានតាមខ្ញុំមើលទៅដូចលុបមិនបានមិនងាយលុបរឿងអូសទៅ ICJ រឿងមួយផ្សេងណា Novel បាទអញ្ចឹងហើយបានខ្ញុំនិយាយទៅវាប៉ះពាល់ដល់ចិត្តអ្នកគេចង់ទៅ ICJ បើចង់ដឹងរឿង ICJ វាតលតែអានលក្ខខណ្ឌនៃការដាក់ពាក្យបណ្ដឹងហើយបន្តសិក្សាអំពីលក្ខន្តិកៈនិងបែបបទនៃនីតិវិធីក្នុងការដាក់ពាក្យបណ្ដឹងអាហ្នឹងអញ្ចឹងណាអាតោអើយឆ្កែនោះមិនដែលបង្រៀនខ្មែរវាផងប៉ុន្តែវាស្ដាប់ឮសូតានិយាយវាចំណាំពាក្យទុកទៅណាថៃមាននាយករដ្ឋមន្ត្រីលុញពងអញ្ចឹងសម្រាប់ខ្មែរទេមានមិនអត់ទេណាជានេះមិនអត់ទេគាត់តែគេធ្វើបែបបត់ខុសគ្នាណាព្រឹត្តិការណ៍2025បើនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតអាចមានអំណាច 100% លទ្ធផលខុសគ្នាទេចាបើហ៊ុនម៉ាណែតធ្វើការខ្លួនឯងហើយហ៊ុនសែនអត់លូកដៃប្រហែលជាអាចដោះស្រាយគ្នារួចក៏មិនដឹងដែរលើកលែងតែហ៊ុនម៉ាណែតចូលដូចឪបើចូលដូចឪគិតខុសណាអាហ្នឹងប៉ុន្តែទោះបីយ៉ាងណាខ្ញុំនៅតែគ្រប់គ្រងឲ្យហ៊ុនម៉ាណែតមានអំណាចពេញដៃតែខ្លាចរឿងមួយខ្លាចតែដល់មានអំណាចពេញដៃចូលដូចឪយល់ឃើញតែជីសេះលែងដៃបានណាអត់ប្រើខួរក្បាលណាប្រើរបៀបចូលអាហ្នឹងយ៉ាប់អាហ្នឹងអញ្ចឹងណាណារីចូលចិត្តប្រើច្បាប់ខូខើអាហ្នឹងមិនមែនច្បាប់ទេចូលចិត្តប្រើអំពើខូខើចាន់បាយអូខេនុនឡាយនេះការជាប់ឆ្នោតរបស់លោកស្រីIG តើប្រការនេះមានផលវិជ្ជមានឬអវិជ្ជមានខ្លះដល់អាមេរិកដែលធ្លាប់ជាអាណាព្យាបាលជប៉ុនកន្លងមកទេអត់ទេវាអត់ប៉ះពាល់អីអាមេរិកទេវាកំពុងតែធ្វើឲ្យចិនខឹងតែវាអត់មានប៉ះពាល់អាមេរិកទេអត់ប៉ះពាល់អាមេរិកទេវាអ្វីដែលជាប់ឆ្នោតរបស់ពួក LDP Liberal Democratic Party of Japan ដឹកនាំដោយសាណែតាកាអាជីវា beneficial វាល្អចំពោះអាមេរិកទេណាអាស្រស់ណាមើលមានអ្នកសួរ Novel ទៅ ICJ មិនកើតទេអមមានតែទេខ្ញុំនិយាយពីរឿងដីខ្ញុំមិននិយាយរឿងសមុទ្រទេសមុទ្រទៅកន្លែងផ្សេងកូនណាអូខេសមុទ្រទៅកន្លែងផ្សេងរបស់ពីរយ៉ាងណាខ្ញុំនិយាយពីរឿង MOU ឆ្នាំ2000វាតាក់ទងនឹងដីឆ្នាំ2001វាតាក់ទងនឹងទឹកណាកូនណាអាស្រស់បើសិនថៃលុប MOU 2001ការសម្រេចនៅលើនាយករដ្ឋមន្ត្រីឬការសម្រេចជាក្រុមគេថាគេចង់ធ្វើប្រជាមតិឥឡូវបោះឆ្នោតហួសហើយអញ្ចឹងអនុទិននិយាយកុហកទេខ្ញុំមិនជឿថាវាលុបទេពីព្រោះបើពិតជាលុបវានឹងដាក់ក្នុងមាតិកាបោះឆ្នោតហើយតែវាអត់ដាក់អានឹងតាមខ្ញុំគិតណាមេងហេងលី
តែកតាអ្វីខ្លះដែលធ្វើឲ្យរដ្ឋមន្ត្រីខ្មែរអាចពុកលួយបានយីចេះសួរចឹងកតាអ្វីខ្លះឥឡូវសួរខ្លួនឯងវិញដែលខ្លួនឯងរស់នៅសប្ងៃនេះជួនកាលពុកលួយនេះមានន័យថាម្ដងចេះម្ដងចោះហ្នឹងកតាអីកតាដែលខ្លួនមិនចូលចិត្តច្បាប់និងមិនចូលចិត្តការគោរពច្បាប់ចម្លើយមានប៉ុណ្ណឹងណាមេងហេងលីចាំបាច់កតាអីមនុស្សកាលណាអត់ចូលចិត្តច្បាប់អត់ចូលគោរពច្បាប់មនុស្សនឹងពុកលួយអីក្នុងគ្រួសារក៏ពុកលួយដែរណាជាសំណាងប្រាក់សខុនធ្វើការយឺតណាស់បាទយឺតដែរខ្ញុំបានមើលកាសែតសម័យសង្គមរាស្ត្រនិយមបានចំអកលក់លើយប្រទេសជិតខាងតើស្ថានភាពពេលនោះបែបណាដែរបញ្ហាព្រំដែនមានតិចទេពីព្រោះថៃក៏វាមិនខ្លាំងខ្លាអីដូចឥឡូវដែរគ្រាន់តែប៉ះពាល់គ្នាបន្តិចបន្តួចណាមួយទៅក្រោយឆ្នាំ1964សង្គ្រាមវៀតណាមអាមេរិកវាលូកដៃចូលច្រើនដូច្នេះហើយអាការដែលថៃវាមកខ្វល់ខ្វាយរឿងប៉ះពាល់ពលរដ្ឋភាពទឹកដីកម្ពុជាវាអត់មានទេมันបានសេចក្តីថាថៃវាអត់អង្គៀមទេវាអង្គៀមតែសេះអនុហ្នឹងក៏នៅស្ងៀមណានៅស្ងៀមតែមិនសូវបញ្ឆេះបញ្ហាទេបាទអាឡ័យថតកុនអាឡ័យចាយអីចឹងណាបាទណាហេតុម្ដេចគណៈរដ្ឋមន្ត្រីសម័យសង្គមដូរញឹកញយបញ្ហាដែលរដ្ឋាភិបាលតាំងពីឆ្នាំ1945មកចេះតែអត់ចប់អាណត្តិវាជាបណ្ដាសានិងជាជំងឺចង្រៃនៃនយោបាយសែននោះនិយាយមួយម៉ាត់គឺខ្មែរយើងគណៈរដ្ឋាភិបាលតាំងពីឆ្នាំ1945មកគឺអត់ដែលបានចប់អាណត្តិទេណាថ្ងៃនេះខួបកំណើតខ្ញុំអូខេជូនពរកូនសុខសប្បាយខំរៀន Richard តារៀនដើម្បីអ្វីចេះល្ងងស្រួលតាបើសិនជាចាឯងចង់រៀនឲ្យល្ងងណាតែជេហ៊ុនសែនឲ្យកវាយក្បាលរាល់ថ្ងៃងាកទៅចេះតែជេគាត់ឲ្យកវាយក្បាលរាល់ថ្ងៃវាយក្បាលទៅល្ងងបានហើយកើតល្ងងដែរពីព្រោះដល់វាយទៅវាអាលងគូចាឯងអត់ចាំបាច់ទៅរៀនឯណាទេឈរអញ្ចឹងឈរនៅមុខហ្នឹងដើរតាមផ្លូវអញ្ចឹងទៅឃើញកាយឡៃអ្នកបព្វជិជននេះទៅឈរជេហ៊ុនសែនអីជេអ្នកបព្វជិជនបន្តិចទៅគេវាយក្បាលហ្នឹងវាយយូរទៅអាលងក្បាលហ្នឹងល្ងងហើយណាអាលងគូអស់ល្ងងហើយទៅក៏ចាស់ទៅបើសិនជាចង់ល្ងងហ្នឹងតាលើកទឹកចិត្តណាមិនបាច់អីច្រើនទេតាជេគេជេឯងហ្នឹងបន្តិចតួចទៅតាមផ្លូវក្បែរផ្ទះចាស់ឯងគេវាយអាលងគូណាឆាប់ល្ងងណាហើយបើសិនជាដល់ពេលវាយអាលងគូហើយចង់ឲ្យល្ងងរហូតណាស៊ីតែបាយជ្រូកជាអីហ្នឹងរើសសម្រាមធ្វើអីស៊ីខ្លះទៅយូរទៅល្ងងទៅអូខេអត់បាច់ចូលសាលាទេមិនបាក់បង់ថ្លៃសាលាទេកូនអូខេអាហ្នឹងអញ្ចឹងប្រជាជនថៃកំពុងតវ៉ារឿងសន្លឹកឆ្នោតទុកឲ្យគេតវ៉ាទៅរឿងរបស់គេចិនពេងសម័យតបយួនគ្រប់គ្រងខ្មែរយើងតើតបយួនធ្លាប់វាយចូលដល់ដីថៃទេចូលប៉ុន្តែវាឆាប់ដកវាយចូលដីថៃខ្លះដែរប៉ុន្តែវាឆាប់ដកវាអត់នៅហ្នឹងទេពីព្រោះយួនពេលហ្នឹងវាហួងហែងទៅលើកម្ពុជាទេវាមិនចង់ប៉ះពាល់ច្រើនទេវាអត់មានសមត្ថភាពណាវាធ្លាប់វាយចូលដីថៃប៉ុន្តែវាឆាប់ដកចេញទៅវិញបាញ់យន្តហោះថៃធ្លាក់ទៀតណាបាញ់អេលីកូបទ័រថៃធ្លាក់ទៀតណាលោកតាអាចនិយាយពីព្រឹត្តិការណ៍បន្ទាប់ពីហូជីមិញស្លាប់ក្បត់សន្យានឹងខ្មែរអត់មានទេចាំឯងល្ងងចាំឯងជឿតាមគេបោកហូជីមិញអត់មានសន្យាទេពាក្យចាមរានថាហូជីមិញសម្លាប់ខ្លួនពីព្រោះមិនចង់គោរពកិច្ចសន្យាជាមួយសែនុអីអត់ពិតទេស្ដេចសែនុជាមួយហូជីមិញអត់ដែលបានជួបគ្នាទេហើយណាមួយយួនវាមិនដែលសន្យាអីមួយខ្មែរដែរបើវាអង្គៀមយកដីខ្មែរហើយវាវាយខ្មែរអាហ្នឹងឬក៏រុញខ្មែរឲ្យប្រកាច់អាហ្នឹងមានអញ្ចឹងអ្វីដែលចៅបានលឺសូរណាគេភូតទេព័ត៌មានទី1ថាសេអនុនឹងហូជីមិញនឹងសុកចិត្តសម្រាប់ខ្លួនដើម្បីកុំឲ្យធ្វើតាមកិច្ចសន្យាជាមួយសេអនុពាក្យហ្នឹងពាក្យល្ងងខ្លៅពាក្យភូតកុហកទេព័ត៌មានមួយទៀតថាសម្ដេចជួនណាតត្រូវសេអនុបំពុលឲ្យស្លាប់ដើម្បីដឹកនាំប្រទេសកម្ពុជាចូលកុម្មុយនីសអីអាហ្នឹងក៏អត់ពិតដែរអត់ពិតទេណាហើយពាក្យថា
ការដុតខ្មោចសែនុនឹងអត់មានណាដុតឆេះមានតែហ៊ុនសែនដុតឆេះហ្នឹងក៏ភូតដែរកុហកទេហើយពាក្យថាសែនុងាប់ទៅឃើញមុខសែនុនៅដួងខែអីហ្នឹងកុហកទេកុហកទេណាសើកុហកទេអញ្ចឹងឈប់ជឿនៅពាក្យភូតកុហកហ្នឹងទៅឈប់ជឿទៅណាគាត់ណាបាទអញ្ចឹងខ្ញុំវិលត្រឡប់មកជួបប្រិមិត្ត5នាទីទៀតជម្រាបលា